cái đấyคือបានចុះមកដល់ចំការរបស់បងជំហៀបគាត់ជាម្ចាស់ដេប៉ូនៅក្នុងស្រុកដងតុងបាទអញ្ចឹងឃើញថាស្វាយរបស់បងប្រុសបន្ទាប់ពីការបាញ់ជំរុញត្រួយដែលប្រើរូបមន្តរបស់ក្រុមហ៊ុនពីថ្នាំសាច់ចម្រៃខៀវដែលមានស្លឹកដើមល្អបូកជាមួយនឹងលូតលាស់រហ័សឥឡូវនេះឃើញថាត្រួយរបស់គាត់គឺចេញបានពី80ទៅ100%ហើយអញ្ចឹងថ្ងៃនេះដែរគឺបងប្រុសក៏ចាប់ដើមនៅចាក់អរម៉ូនរបស់ក្រុមហ៊ុនទីថ្នាំសាច់ចម្រៃខៀវរបស់យើងផងដែរបាទចំពោះរូបមន្តគាត់បានប្រើប្រាស់អរម៉ូនកម្លាំងដំរី4ដបស្ដេចរឹស1ដបដែលយើងលាយទឹកចំនួន1000លីត្រចំពោះអត្ថប្រយោជន៍របស់អរម៉ូននេះគឺជួយមិនឲ្យមានកំណើនស្លឹកទី2ជួយជំរុញឲ្យស្លឹកឆាប់ពេញវ័យនិងធ្វើឲ្យស្លឹកត្រៀមចេញផ្កានិងជួយជំរុញឲ្យស្វាយមានផ្កាខុសរដូវ